ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរវិលមកជួបជាមួយនឹងនាងខ្ញុំទៀតហើយថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីវិធីធ្វើពោះជ្រូកញាត់គ្រឿងចំពោះមុខម្ហូបមួយមុខនេះផងដែរវិធីធ្វើរៀងយូរបន្តិចក៏ប៉ុន្តែនិយាយពីរសជាតិវិញគឺឆ្ងាញ់ញាក់តែម្ដងនេះបងប្អូនទាំងអស់គ្នាគ្រឿងផ្សំរបស់យើងមានដូចជាម្ទេសចិញ្ច្រាំទឹកដោះគោសណ្តែកដីលីងគ្រឿងសាតេខ្ទឹមសរំដេងស្លឹកក្រូចរមៀតគល់ស្លឹកគ្រៃហាន់ហើយចំណែកឯខៀវនោះវិញគឺត្រួយដំឡូងបងប្អូនចាហើយចំពោះផ្នែកសាច់វិញគឺនាងខ្ញុំយកសាច់យេឡាងបងប្អូនសាច់យេឡាងនៅពេលដែលយើងយកទៅញាត់ទៅគឺរសជាតិឆ្ងាញ់មែនតែនវាអត់មានខ្លាញ់ស្រក់ដូចជាសាច់3ជាន់ណាបងប្អូនដែលធ្វើឲ្យឆេះជាមួយនឹងពោះវៀនរបស់យើងហើយនាងខ្ញុំបន្ថែមជាមួយនឹងដុំឈាមម្ដុំចាឥឡូវនេះខ្ញុំមកធ្វើការបុកជាមួយនឹងគល់ស្លឹកគ្រៃរបស់យើងណាបងប្អូនចាបន្ទាប់មកនេះខ្ញុំដាក់រំដេងស្លឹកក្រូចហើយនឹងរមៀតចូលគ្នាតែម្ដងចំពោះគ្រឿងវិញដែរយើងដាក់ចូលគ្នាទាំងអស់ទៅហើយយើងធ្វើការបុកវាឲ្យរៀងល្អិតបន្តិចទៅចាក្រោយគេបង្អស់ហ្នឹងគឺយើងដាក់ជាមួយនឹងស្លឹកក្រូចចូលហើយធ្វើការបុកគ្រឿងផ្សំរបស់យើងហ្នឹងឲ្យល្អិតល្អចូលគ្នាល្បាយទាំងមួយសិនចាឥឡូវនោះផ្នែកគ្រឿងគឺរួចរាល់ហើយអញ្ចឹងឥឡូវយើងមកធ្វើការហាន់ជាមួយនឹងសាច់យេឡាងឬមកក៏សាច់ស្មាំមុខក៏បានដែរបើសិនជាបងប្អូនចូលចិត្តចាយើងធ្វើការហាន់សាច់របស់យើងនឹងចិញ្ច្រាំឲ្យវាម៉ត់ល្អចំពោះសាច់វិញយើងមើលទៅតាមបរិមាណនៃពោះវៀនជ្រូករបស់យើងចំពោះពោះវៀនជ្រូករបស់នាងខ្ញុំគឺខ្ញុំដាក់មួយប្រហែលជា3ខាំណាបងប្អូនអញ្ចឹងនាងខ្ញុំប្រើជាមួយនឹងសាច់យេឡាងចំនួន7ខាំពេលដែលពោះវៀនយើងញាត់ចូលទៅគឺវាឃើញធំហ្មងដល់ពេលអញ្ចឹងគ្រឿងផ្សំហ្នឹងគឺរៀងច្រើនបន្តិចដើម្បីឲ្យញាត់ទៅវាពេញល្អជាមួយនឹងពោះវៀនចាឥឡូវនេះឃើញថាសាច់ជ្រូករបស់នាងខ្ញុំហ្នឹងចិញ្ច្រាំបានម៉ត់ហើយអញ្ចឹងនាងខ្ញុំមកធ្វើការដាក់ជាមួយនឹងត្រួយដំឡូងចូលតែម្ដងត្រង់នេះផងដែរបើសិនជាយើងដាក់ជាមួយនឹងត្រួយដំឡូងគឺរសជាតិឆ្ងាញ់មែនតែនបើសិនជាបងប្អូនអាចដាក់ជាមួយនឹងសណ្តែកខៀវក៏បានដែរតែនាងខ្ញុំធ្លាប់ធ្វើជាទូទៅនាងខ្ញុំដាក់ជាមួយនឹងត្រួយដំឡូងហើយរសជាតិវិញគឺឆ្ងាញ់ប្លែកតែម្ដងចាឥឡូវនាងខ្ញុំធ្វើការចិញ្ច្រាំត្រួយដំឡូងនិងសាច់របស់យើងហ្នឹងឲ្យម៉ត់សិនទៅចាឥឡូវនេះនាងខ្ញុំចិញ្ច្រាំប៉ុណ្ណេះសិនបានហើយព្រោះថាយើងនៅចិញ្ច្រាំទៀតហ៎អញ្ចឹងហើយនាងខ្ញុំមកធ្វើការដាក់ជាមួយនឹងឈាមជ្រូកចំនួន2ដុំនាងខ្ញុំដាក់ឈាមជ្រូក2ដុំប៉ុន្តែបង្ហាញបានតែ1ដុំទេបងប្អូនចាឥឡូវនេះនាងខ្ញុំនឹងធ្វើការចិញ្ច្រាំឈាមជ្រូករបស់យើងបន្តទៀតឲ្យចូលសព្វល្អជាមួយនឹងសាច់ជ្រូករបស់យើងចាឥឡូវនេះការចិញ្ច្រាំរបស់នាងខ្ញុំគឺរួចរាល់ហើយអញ្ចឹងនាងខ្ញុំចាប់ផ្ដើមដួសសាច់របស់យើងនឹងដាក់ចូលចានដែកតែម្ដងដើម្បីលាយគ្រឿងងាយស្រួលនៅពេលដែលយើងលាយគ្រឿងទៅវាអត់ហៀបើសិនជាយើងដាក់នៅលើជ្រុញអញ្ចឹងទៅវាធ្វើឲ្យហៀជ្រុញហៀអីចឹងណាអញ្ចឹងនាងខ្ញុំចាប់ផ្ដើមដូរមកដាក់ជាមួយនឹងចានដែកវិញម្ដងហើយនាងខ្ញុំធ្វើការដាក់ជាមួយនឹងគល់ស្លឹកគ្រៃនាងខ្ញុំធ្វើការបុកឲ្យមិញហ្នឹងចាបន្តមកទៀតនាងខ្ញុំដាក់ជាមួយនឹងសណ្តែកដីចំនួន1ខាំចាចំពោះសណ្តែកដីបើសិនជាបងប្អូនដាក់ឲ្យច្រើនទៅគឺញ៉ាំទៅវាចំសណ្តែកដីគឺខ្ទិះតែម្ដងបន្តមកទៀតដាក់ជាមួយនឹងម្ទេសចិញ្ច្រាំចូលដាក់គ្រឿងសាតេចូលចំនួន1កញ្ចប់ចំពោះគ្រឿងសាតេបងប្អូនជ្រើសរើសយកម៉ាកអីក៏បានដែរបន្តមកទៀតនេះខ្ញុំដាក់ជាមួយនឹងទឹកដោះគោចូលចំពោះទឹកដោះគោបងប្អូនអាចលៃលកទៅតាមបរិមាណសាច់របស់បងប្អូនចាឥឡូវនេះខ្ញុំបន្ថែមជាមួយនឹងទឹកត្រីចូលថែមជាមួយនឹងស្ករសចូលបន្តិចហើយប៊ីចេងបន្តិចអំបិលបន្តិចចាគឺចំពោះគ្រឿងផ្សំហើយនាងខ្ញុំច្របាច់វាចូលគ្នាឲ្យចូលសព្វល្អត្រង់នេះនាងខ្ញុំនឹងធ្វើការភ្លក់បើសិនជាស្ទើរអីនាងខ្ញុំថែមនឹងអញ្ចឹងណាបងប្អូនចាឥឡូវនាងខ្ញុំចាប់ផ្ដើមយកពោះជ្រូករបស់យើងហ្នឹងយកមកច្របាច់ចូលជាមួយនឹងគ្រឿងផ្សំរបស់យើងដើម្បីឲ្យចូលជាតិគ្នាខាងក្រៅនៅពេលដែលយើងអាំងស្រួយទៅគឺវាមានរសជាតិជាប់នៅខាងក្រៅពោះវៀនជ្រូករបស់យើងតែម្ដងចាឥឡូវនេះខ្ញុំធ្វើការញាត់ទៅចំពោះការញាត់នេះផងដែរបងប្អូនកាត់ជាមួយនឹងកដុងទឹកសុទ្ធរបស់យើងយើងកាត់ទៅវាស្រួយញាត់មែនតើមិញហ្នឹងនេះខ្ញុំញាត់ដៃដល់ពេលអញ្ចឹងយើងពិបាកឥឡូវយើងមកដូរញាត់ជាមួយនឹងកដុងដែលយើងកាត់ហើយមិញហ្នឹងចូលទៅចាបងប្អូនឃើញទេគឺធំទលុកទលន់តែម្ដងហើយគ្រាន់តែបើនិយាយពីក្លិនវិញមិនទាន់បានអាំងទេណាបងប្អូនយើងគ្រាន់តែលាយគ្រឿងទៅតែរសជាតិវិញគឺឈ្ងុយបាត់ហើយហ្នឹង ច
ចាឥឡូវនេះបងប្អូនទាំងអស់គ្នានៅពេលដែលយើងរៀបចំញាត់ហើយយើងគួចវារួចរាល់ហើយយើងធ្វើការចាក់វាដោយយើងចាក់ជាមួយនឹងឈើចាក់ធ្មេញបងប្អូនដើម្បីកុំឲ្យពេលដែលយើងស្ងោរទៅវាផ្ទុះអញ្ចឹងនេះបងប្អូនរួចរាល់ហើយនៅចាក់រួចរាល់ហើយអញ្ចឹងនេះខ្ញុំចាប់ផ្ដើមមើលយកដាក់ឆ្នាំងដើម្បីយកទៅស្ងោរតែម្ដងចាចំពោះពោះជ្រូកនេះផងដែរគឺនាងខ្ញុំអត់ស្ងោរឲ្យឆ្អិនខ្លាំងទេព្រោះថានៅពេលដែលយើងស្ងោរឆ្អិនខ្លាំងទៅវាធ្វើឲ្យពោះជ្រូករបស់យើងនឹងវាបាក់អញ្ចឹងទៅវាមើលទៅអត់ឃើញស្អាតល្អចាយើងស្ងោរតែល្មមទៅបានហើយដោយសារតែយើងយកតែអាំងមកតង់ទៀតហ៎ចានេះបងប្អូនទាំងអស់គ្នាប៉ុណ្ណេះទៅគឺបានហើយអញ្ចឹងនេះខ្ញុំចាប់ផ្ដើមលើកដាក់វាត្រជាក់បន្តិចសិនរួចហើយយើងនឹងយកវាទៅអាំងតែម្ដងនេះបងប្អូនទាំងអស់គ្នានាងខ្ញុំចាប់ផ្ដើមយកពោះជ្រូករបស់នាងខ្ញុំហ្នឹងយកមកអាំងហើយអូននិយាយពីថាក្លិនបងប្អូនហើយគឺឈ្ងុយហ្មងឈ្ងុយឡើងឃ្លានបាយតែម្ដងបើសិនជាបងប្អូនមានពេលទំនេរឬមួយក៏ជួបជុំជាមួយនឹងបងប្អូនអាចសាកធ្វើមុខម្ហូបមុខនេះបានញ៉ាំក៏បានខ្លានក៏បានគឺត្រូវតែម្ដងបងប្អូនចាឥឡូវនេះឃើញថាឆ្អិនមកចំហៀងហ្នឹងអញ្ចឹងនេះខ្ញុំចាប់ផ្ដើមប្រែទីបងប្អូនអរគ្នាអូទំនងខ្លាំងណាស់ចាបងប្អូនតំណងហើយគឺរសជាតិវិញឆ្ងាញ់បាក់បរិយាយហ្មងគឺវាស្រួយខាងក្រៅហើយខាងក្នុងយើងលាយគ្រឿងត្រូវទៀតបងប្អូនហើយយើងញ៉ាំជាមួយនឹងទឹកប្រហុកហើយនេះពេលដែលយើងបានជាមួយនឹងត្រយូងចេកដើមចេកអីទៀតគឺថាឆ្ងាញ់ញាក់តែម្ដងបងប្អូនខ្ញុំអត់ចេះតែនិយាយកុហកនេះណាបងប្អូនឆ្ងាញ់មែនមិនមែនចេះតែថាធ្វើថតវីដេអូឲ្យថាឆ្ងាញ់ទេគឺឆ្ងាញ់មែនតើគ្រាន់តែនាងខ្ញុំកាត់ហ្នឹងគឺថាក្លិនជះមកតែម្ដងឈ្ងុយជាមួយនឹងរំដេងឈ្ងុយជាមួយនឹងសណ្ដែកដីហើយជាមួយនឹងស្លឹកក្រូចទៀតអូយគឺថាក្លិនឈ្ងុយហើយរសជាតិពិបាកបរិយាយបើសិនជាបងប្អូនមានពេលទំនេរឬមួយក៏ជួបជុំបងប្អូននេះណាបងប្អូនអាចសាកធ្វើបានហើយចំណាយដើមទុនអត់ច្រើនទេហើយនៅពេលដែលយើងបានវិញគឺបានមួយចានធំបងប្អូនហើយយើងញ៉ាំជាមួយនឹងបាយក៏បានយើងញ៉ាំជាមួយនឹងត្រជាក់ប៊ីយ៉ាហ្នឹងក៏បានដែរបងប្អូនចាវីដេអូបង្ហាញអំពីការធ្វើពោះជ្រូកញាត់គ្រឿងរបស់នាងខ្ញុំក៏ត្រូវបានបញ្ចប់បើសិនជាបងប្អូនពេញចិត្តនៅវីដេអូនាងខ្ញុំកុំភ្លេចជួយ Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងចំពោះ Channel របស់នាងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតបើសិនជាបងប្អូនចង់ឲ្យនាងខ្ញុំបង្ហាញនៅវីដេអូអ្វីនៅក្រោយទៀតឬមួយក៏មានចម្ងល់ត្រង់ណាបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់បាយបាយ